សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការបង្រៀនពីរបៀបនៃការធ្វើប្រតិបត្តិការដកស្តុកទំនិញដើម្បីធ្វើប្រតិបត្តិការដកស្តុកទំនិញជាដំបូងលោកអ្នកត្រូវចូលទៅកាន់ Module Stock Jira Issue Product បន្ទាប់មកសូមចុចទៅលើប៊ូតុង Create ដើម្បីធ្វើការដកស្តុកសម្រាប់លេខកូដលោកអ្នកអាចធ្វើការបំពេញឬរំលងនោះកម្មវិធីនឹងធ្វើការចាប់លេខកូដជូនដោយស្វ័យប្រវត្តិធ្វើការកំណត់ការបរិច្ឆេទនៃការដកស្តុកនៅផ្នែក Issue Date ជ្រើសរើសប្រភេទនៃការដកស្តុកណាមួយដើម្បីងាយស្រួលក្នុងការពិនិត្យរបាយការណ៍ឬលោកអ្នកអាចធ្វើការបង្កើតប្រភេទនៃការដកស្តុកបានភ្លាមៗដោយចុចទៅលើសញ្ញាបូកដើម្បីធ្វើការបង្កើតថ្មីរួចចុចប៊ូតុង Add រើសឈ្មោះសាខាដែលត្រូវធ្វើប្រតិបត្តិការបន្ទាប់មកសូមធ្វើការជ្រើសរើសឃ្លាំងដែលត្រូវដកស្តុកលោកអ្នកអាចធ្វើការបញ្ចូលព័ត៌មានដែលលោកអ្នកចង់កត់ចំណាំនៅក្នុងប្រតិបត្តិការដោយបញ្ចូលទៅក្នុងប្រអប់ Reference បន្ទាប់មកសូមចុចត្រង់នេះដើម្បីធ្វើការរើសមុខទំនិញដែលលោកអ្នកត្រូវធ្វើការដកស្តុករួចចុចប៊ូតុង OK បំពេញព័ត៌មាននៃការដកស្តុកដែលមានដូចជាចំនួនទំនិញដែលត្រូវដកនិងខណៈដែលត្រូវធ្វើការដកសូមចុចត្រង់នេះប្រសិនបើលោកអ្នកចង់ធ្វើការលុបមុខទំនិញណាមួយចេញធ្វើការពិនិត្យឡើងវិញរួចចុចទៅលើប៊ូតុង Save គឺជាការស្រេចសូមធ្វើការចុច Print ដើម្បីធ្វើការ Print ចេញឬចុច Preview ដើម្បីធ្វើការពិនិត្យឯកសារមុននឹងធ្វើការ Print ចេញឬចុច Continue ដើម្បីធ្វើការបិទផ្ទាំងដើម្បីបន្តលោកអ្នកអាចស្វែងរកឯកសារនៃប្រតិបត្តិការដកស្តុកណាមួយតាមរយៈការវាយបញ្ចូលលេខកូដឯកសារទៅក្នុងប្រអប់ Search ឬចុច Advanced Filter ឬការបរិច្ឆេទដែលលោកអ្នកធ្វើប្រតិបត្តិការបន្ទាប់មកធ្វើការចុច Apply ចុច Export ដើម្បីធ្វើការទាញយកប្រតិបត្តិការដកស្តុកទៅជា File Excel ចុច Double Click លើប្រតិបត្តិការណាមួយដើម្បីធ្វើការ Preview មុននឹងធ្វើការ Print ចេញ